ចាជំរាបសួរបងប្អូនចាឥឡូវខ្ញុំចង់ដឹងរឿងមួយថាតើច្បាប់ស្រុកខ្មែរយើងហើយនឹងច្បាប់ស្រុកអាមេរិកវាយ៉ាងម៉េចខុសគ្នាយ៉ាងម៉េចហើយប៉ូលីសនៅស្រុកគេហើយនឹងប៉ូលីសនៅស្រុកខ្មែរយើងខុសគ្នាយ៉ាងម៉េចដែរបងប្អូនខ្ញុំចង់ដឹងអញ្ចឹងណាបើតាមការបទពិសោធន៍របស់ខ្ញុំនៅសហរដ្ឋអាមេរិកនេះគឺចាគឺកន្លែងការងារខ្ញុំគឺមានតាក់ទងនឹងប៉ូលីសច្រើនចាមិនមែនខ្ញុំនឹងអ្នកធ្វើការនៅក្នុងប៉ុស្តិ៍ប៉ូលីសឬក៏អីទេចាធ្វើការអ្នកលក់ដូរធម្មតាទេប៉ុន្តែគ្រាន់តែថាជួបបញ្ហាច្រើនអញ្ចឹងទៅអាចតាក់ទងនឹងប៉ូលីសច្រើនចាប៉ុន្តែនៅពេលដែលប្រជាជនសហរដ្ឋអាមេរិកឬក៏ប្រជាជនស្រុកគេនេះបើសិនជាត្រូវការជំនួយចាដូចថាអន្តរាគមន៍ពីប៉ូលីសអីបងប្អូនអត់អស់លុយទេចាអត់អស់លុយមកកាក់មួយសេនសុំបីតែ$1 ក៏អត់អស់លុយដែរគឺប៉ូលីសគេមកអន្តរាគមន៍មកយើងហើយយ៉ាងច្រើន10នាទីទៅ5-10នាទីប៉ូលីសមកដល់ហើយដូចខ្ញុំចឹងខ្ញុំមានបញ្ហាចឹងទៅចាត្រូវការជំនួយចឹងទៅដើម្បីចាដេញអ្នកញៀនថ្នាំឬក៏មនុស្សខូចខលអីនៅក្នុងហាងចឹងទៅខ្ញុំទៅហៅប៉ូលីសមកហើយចាប៉ូលីសគេមកអន្តរាគមន៍មកយើងដេញពួកនឹងចេញចឹងទៅហើយខ្ញុំអត់អស់លុយឬក៏ទឹកអីម្ដងទេបងប្អូនចាច្បាប់នៅស្រុកអាមេរិកគឺអញ្ចឹងចាយើងមិនអាចសោកប៉ាន់ប៉ូលីសបានទេសូម្បីតែទឹកផឹកសូម្បីតែនំសូម្បីតែកាហ្វេយើងមិនអាចឲ្យប៉ូលីសបានទេចាបើសិនជាប៉ូលីសទទួលហើយក៏មានកំហុសយើងអ្នកឲ្យក៏មានកំហុសអញ្ចឹងទៅច្បាប់គេគឺមិនឲ្យស៊ីសំណូកសោកប៉ាន់នឹងប៉ូលីសតលទេសុទ្ធចាអញ្ចឹងទៅអត់មានច្បាប់ពុកអលួយទេហ្នឹងហើយពុកអលួយកន្លែងណាផ្សេងខ្ញុំអត់ដឹងទេប៉ុន្តែចំពោះខ្ញុំតាក់ទងទៅប៉ូលីសហ្នឹងហើយឲ្យអន្តរាគមន៍គឺអត់មានអស់លុយអស់កាក់ទេសូម្បីតែប៉ូលីសមកជួយអន្តរាគមន៍អគិភ័យនៅផ្ទះខ្ញុំគឺខ្ញុំអត់អស់លុយដែរចាគឺគេមក free ឲ្យយើងតែម្ដងចាពួកអីដូចថាភារកិច្ចបម្រើរាជត្រូវតែបម្រើរាជព្រោះអីប៉ូលីសឬក៏អ្វីផ្សេងដែលធ្វើការងាររដ្ឋគឺចាយទៅលុយរដ្ឋទេអត់មានចាយលុយរាជទេព្រោះអីរដ្ឋបងពុនឲ្យហើយទាំងអស់ហើយចាប៉ុន្តែដឹងស្រាប់ហើយបងប្អូនហ្នឹងហើយសូម្បីតែប៉ូលីសនៅស្រុកនេះហួសម៉ោងគាត់ធ្វើការគាត់អត់មានសិទ្ធិជាប៉ូលីសទៀតទេតែដកឯកសណ្ឋានទៅដកឡានប៉ូលីសទៅគឺគាត់នឹងមនុស្សធម្មតាសាមញ្ញជនធម្មតាចាថ្ងៃមួយប៉ូលីសគាត់មកកន្លែងធ្វើការខ្ញុំគាត់សុំខ្ញុំចូលបន្ទប់ទឹកប៉ុន្តែខ្ញុំអត់ឲ្យចូលគាត់ថាគាត់ប៉ូលីសខ្ញុំថាទោះបីអ្នកឯងប៉ូលីសគឺខ្ញុំអត់ឲ្យចូលដែរគាត់បង្ហាញកាតខ្ញុំទៀតពួកអីគាត់អត់នៅក្នុងឯកសណ្ឋាននឹងទៀតទេហើយខ្ញុំមិនហ៊ានអនុញ្ញាតឲ្យគេចូលបន្ទប់ទឹកខ្ញុំកន្លែងធ្វើការម្នាក់ឯងអត់ឲ្យចូលទេប៉ុន្តែបើសិនជានៅក្នុងឯកសណ្ឋានគាត់បើកបរឡានប៉ូលីសគាត់មានឯកសណ្ឋានជាប៉ូលីសខ្ញុំឲ្យចូលចាព្រោះអីយើងអាចទុកចិត្តបានប៉ុន្តែខ្ញុំចង់ដឹងថាតើប៉ូលីសស្រុកខ្មែរយើងធ្វើការអញ្ចឹងអត់បងប្អូនហ្នឹងហើយ20ឆ្នាំមុននិង20ឆ្នាំក្រោយខ្ញុំអត់ដឹងណាលួច្បាប់អីកែប្រែអីចឹងណាបងប្អូនចាប៉ុន្តែប៉ូលីសនៅស្រុកអាមេរិកគេបម្រើរាជពិត100%គឺបម្រើដោយស្មោះត្រង់គឺខលម៉ោងណាយ៉ាងច្រើន10នាទី5-10នាទីគឺមកដល់ដោះស្រាយបញ្ហាឲ្យយើងហើយអត់អស់លុយសំបីតែមួយជ្រុងសេនហ្នឹងហើយអញ្ចឹងនៅស្រុកអាមេរិករស់នៅដោយភាពកក់ក្ដៅមិនខ្លាចមន្ត្រីរូបណាមករំលោភបំពាននៅលើសិទ្ធិអាងអំណាចគៀបសង្កត់រាជនោះទេអញ្ចឹងចាខ្ញុំសង្ឃឹមថាស្រុកខ្មែរយើងអាចរីកចម្រើនដល់ថ្នាក់នឹងចោះចាឈប់កប៉ៅឡើងលើតែកប៉ៅឡើងលើអត់ងាយឆ្អែតទេស៊ីឡើងបែកពោះហើយមិនមែនត្រឹមតែមានបុណ្យស័ក្តិតែប៉ូលីសទេសូម្បីតែប្រពន្ធប៉ូលីសកូនប៉ូលីសគឺមានបុណ្យស័ក្តិទាំងអស់ចាធំទាំងអស់មានអំណាចពេញមួយផ្ទះនៅស្រុកនេះតែដោះឯកសណ្ឋានទៅអត់មានអេកូមតាមខ្លួនទេដោះឯកសណ្ឋានទៅមិនមែនប៉ូលីសទៀតទេអ្នកឯងអស់ភារកិច្ចក្នុងម៉ោងធ្វើការហើយអញ្ចឹងទៅដូចមនុស្សធម្មតាអត់មានអេកូមជាប់ចង្កឹះ24ម៉ោងទេអត់ទេ no way ចាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំចង់ដឹងថា20ឆ្នាំក្រោយស្រុកខ្មែរយើងអភិវឌ្ឍនៅប៉ូលីសចាបម្រើរាជដោយសុចរិតស្មោះត្រង់មិនរំលោភបំពានអាងអំណាចដូចប្រហែល30ឆ្នាំមុនអញ្ចឹងណាកាល30ឆ្នាំមុនប្រទេសយើងនៅក្រៅប្រទេសយើងនៅអីលោថាអាងអំណាចតិចតួចតឥឡូវយើង20ឆ្នាំជាងហើយខ្ញុំមកនៅនេះលោកកែប្រែខ្លះចាមានតែប៉ុណ្្នឹងឯងបងប្អូនមានយោបល់អី comment នៅក្នុងវីដេអូនេះ